គេនិយាយថាtake very first step ជំហានដំបូងហ្នឹងវាគួរឲ្យខ្លាចវាមើលទៅគ្រោះថ្នាក់មែនតើប៉ុន្តែអ្វីដែលខ្ញុំហ៊ានបានហ្នឹងយើងត្រូវប្រាប់ខ្លួនឯងថា discomfort ភាពអត់សំណុកចិត្តហ្នឹងវាមិនមែនជាគ្រោះថ្នាក់អីទេវាគ្រាន់តែជាសញ្ញាមួយដែលខួរក្បាលយើងតែប្រាប់យើងថារឿងហ្នឹងជារឿងថ្មីជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញសាជាថ្មីជាមួយនឹង Paragon U Knowledge Talk Season 3 Episode 5ហើយខ្ញុំឈ្មោះ Lee Wood E គឺជានិស្សិតឆ្នាំទី3ផ្នែកភស្តុភារនិងពាណិជ្ជកម្មអន្តរជាតិហើយក៏ជាយុវជននិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ Paragon ផងដែរហើយថ្ងៃនេះយើងចង់លើកយកប្រធានបទមួយដើម្បីយកមកពិភាក្សាដែលយើងគិតថានឹងមានអត្ថប្រយោជន៍មែនទែនចំពោះអ្នកដែលគាត់ចង់កសាងខ្លួនឯងក៏ដូចជាអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែប្រសើរឡើងហើយប្រធានបទរបស់យើងនឹងគឺ Living the Bubble Why comfort zone is not that comfortable ហើយអេពីសូតនេះផងដែរយើងក៏មានភ្ញៀវកិត្តិយសម្នាក់ដែលគាត់នឹងចូលរួមក្នុងការផ្ដល់ជាបទពិសោធន៍ក៏ដូចជាផ្ដល់ជាមតិយោបល់មួយចំនួនទៅកាន់ប្រធានបទរបស់យើងផងដែរអញ្ចឹងលីតាអាចផ្ដល់អាចណែនាំខ្លួនឯងបន្តិចបានអត់ជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះធីរ៉ូសូលីតាគឺជានិស្សិតឆ្នាំទី3នៅសាកលវិទ្យាល័យអន្តរជាតិ Paragon ជំនាញគ្រប់គ្រងពាណិជ្ជកម្មwow ចឹងថ្ងៃហ្នឹងយើងនឹងនិយាយអំពី comfort zone ដូចអ្នកនរអស់គ្នាដឹងចឹងធានបទយើងហើយគឺយើងនិយាយពី living the bubble ហើយដោយសារតែអ្នកខ្លះគាត់អាចនឹងអត់យល់ថា living the bubble ហ្នឹងជាអីទេហើយ comfort zone ហ្នឹងជាអីទេចឹងតើលីតាអាចចាប់ផ្ដើមដោយការប្រាប់ថា living the bubble ឬក៏ comfort zone ហ្នឹងមានន័យយ៉ាងណាដែរចំពោះលីតាអញ្ចឹងចំពោះខ្ញុំ living the bubble ហ្នឹងមានន័យថាដូចយើងចាក់ចេញពីតំបន់មួយដែលយើងមានអារម្មណ៍ថា safe មានអារម្មណ៍ថា comfortable វាអាចជាព្រំដែនមួយ boundary មួយដែលយើងបង្កើតឡើងដើម្បីខ្លួនឯងជៀសវាងភាពបរាជ័យឬក៏ខ្លាចគេចោទខ្លាច make mistake អីផ្សេងហើយសម្រាប់ខ្ញុំ living the bubble ហ្នឹងមិនបាច់មានន័យថាយើងត្រូវធ្វើអីធំធេងដូចត្រូវផ្លាស់ទីទៅនៅប្រទេសក្រៅឬក៏ផ្លាស់ប្ដូរជីវិតយើងទាំងមូលយើងអាចធ្វើសកម្មភាពតូចៗដូចជាឡើងនិយាយនៅក្នុងថ្នាក់ឬក៏ជួបមនុស្សថ្មីឬក៏យើងចូលរួមសកម្មភាពការងារស្ម័គ្រចិត្តអីផ្សេងដែលយើងអត់ធ្លាប់ធ្វើពីមុន like ខ្ញុំអាចនិយាយបានថាbubble comfort zone ហ្នឹងវាមើលទៅ comfortable វា safe វាអីដែលសារយើងអាចទូទាយបានយើងអាចវងវែងវាបានប៉ុន្តែនៅថ្ងៃមួយយើងនឹងយល់ថាអាការរស់នៅក្នុងវាហ្នឹងនឹងធ្វើជីវិតយើងហ្នឹងតដែលដូចយើងអត់មានភាពអភិវឌ្ឍខ្លួនឯងហើយការចាក់ចេញពីវាហ្នឹងក៏មិនមានន័យថាយើងបាត់បង់ខ្លួនឯងទាំងស្រុងដែរប៉ុន្តែមានន័យថាយើងចេះដល់ឱកាសដល់ខ្លួនឯងដើម្បីមើលឃើញថាយើងហ្នឹងអាចខ្លាចទៅជាមនុស្សល្អជាងនឹងប៉ុណ្ណាបានទៀតមាន phrase មួយខ្ញុំឆ្លាញ់មែនតែ like don't be yourself be who yourself want to be like កុំធ្វើជាខ្លួនឯងប៉ុន្តែធ្វើជាមនុស្សដែលខ្លួនឯងចង់ខ្លាចទៅជាវិញដោយសារតែយើងដឹងចឹងថាជីវិតយើងហងៃអត់មានអីដែលថឹកថេរ like យើងនឹងមានការផ្លាស់ប្ដូរជារៀងរហូតហ្មងចឹងយើងគួរណាស់ទៅចេះself development ហើយក្នុងការដែលយើង self development ហ្នឹងយើងក៏ត្រូវដំបូងគេហ្នឹងគឺ self comfort zone យើងហ្នឹងឯងខ្ញុំក៏យល់ឃើញដោយលីតាដែរបើតាមកំណត់ខ្ញុំវិញណា living the bubble ហ្នឹងណាមិនចាំបាច់ថាយើងធ្វើសកម្មភាពធំទៅទាំងដុលហ្មងទេមិនចាំបាច់ថាវាជា grand gesture មួយទេប៉ុន្តែពេលខ្លះយើងគ្រាន់តែចាប់ផ្ដើមឈានជើងចេញបន្តិចម្ដងដោយការធ្វើសកម្មភាពតូចហើយរឿងតូចទាំងអស់ហ្នឹងណាជួនកាល progress យើងមើលសឹងតែអត់ឃើញទេប៉ុន្តែវានឹង build up នៅថ្ងៃណាមួយហើយនៅពេលដែលយើងឃើញគឺយើងឃើញសមិទ្ធផលវាដ៏ធំមួយហ្មងហើយអាសកម្មភាពតូចៗហ្នឹងបើសិនជាខ្ញុំ recommend ណាគឺដំបូងបំផុតគឺចេញទៅក្រៅញ៉ាំអីម្នាក់ឯងឬក៏ធ្វើអីម្នាក់ឯងនិយាយថាដូចទៅហាងកាហ្វេទៅអង្គុយម្នាក់ឯងទៅអង្គុយអានសៀវភៅអីម្នាក់ឯងចឹងទៅដល់ហើយសកម្មភាពទាំងអស់ហ្នឹងខ្ញុំគិតថាវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានភាព comfortable ជាមួយនឹងខ្លួនឯងកាន់តែខ្លាំងជាងមុនចឹងទៅនៅពេលដែលអ្នកទាំងអស់គ្នាធ្វើអីផ្សេងទៀតមិនចាំបាច់ថាតតែមានអ្នកដទៃបើអ្នកទាំងអស់គ្នាធ្វើបានទេហើយបើតាមខ្ញុំធ្លាប់លើមានមតិមួយគឺគេពោលថា discomfort equals growth ប៉ុន្តែសម្រាប់អ្នកដែលគាត់ដំបូងគាត់អត់ដែរចេញពី comfort zone សោះគាត់នឹងនិយាយថាវាងាយស្រួលក្នុងការនិយាយជាងការធ្វើសកម្មភាពផ្ទាល់តើលីតាអាចបញ្យល់បានអត់ថាវាអត់អាក្រក់ដូចគិតដែរទេ
Yes ខ្ញុំយល់ច្រើនមែនតើដោយសារមានមនុស្សជាច្រើនតែនិយាយថា growth start at the end of your comfort zone like តោះតែយើងហ៊ានចាក់ចេញពី comfort zone យើងសិនទើបមានការលូតលាស់ប៉ុន្តែអត់មានអ្នកគេនិយាយថាI take very first step ជំហានដំបូងហ្នឹងវាគួរឲ្យខ្លាចវាមើលទៅគ្រោះថ្នាក់មែនតើប៉ុន្តែអ្វីដែលខ្ញុំហ៊ានបានហ្នឹងយើងត្រូវប្រាប់ខ្លួនឯងថា discomfort ភាពអត់សំណុកចិត្តហ្នឹងវាមិនមែនជាគ្រោះថ្នាក់អីទេវាគ្រាន់តែជាសញ្ញាមួយដែលខួរក្បាលយើងតែប្រាប់យើងថារឿងហ្នឹងជារឿងថ្មីយើងអត់ធ្លាប់ជួបពីមុនទេវាមើលទៅគួរឲ្យខ្លាចប៉ុន្តែมันប្រកាសថារឿងថ្មីទាំងអស់វាអាក្រក់ទេជាក់ស្ដែងដោយការ self comfort zone ណាតាមពិតវាបានបើកផ្លូវឲ្យយើងហ្នឹងទៅដល់រឿងថ្មីដែលយើងធ្លាប់អត់ធ្វើពីមុនច្រើនមែនតើវាបាន expose យើងទៅ new fear new environment new skill ហើយតាមរយៈការហ្នឹងយើងបាន learn ពីខ្លួនឯងកាន់តែច្រើនយើងនឹងដឹងថាពេលខ្លះយើងមានសមត្ថភាពលើសពីអ្វីដែលយើងគិតទៀត and it's okay ដែលដំបូងយើងមានអារម្មណ៍ថា nervous គ្រាន់ថាពេលខ្លះភាពភ័យខ្លាចមុនពេលដែលយើងធ្វើអីមួយហ្នឹងវាអាចនឹងអាក្រក់ជាងបទពិសោធន៍ពិតៗទៀត at least យើងគួរតែសាកល្បងសិនហើយពេលហ្នឹងបើយើងដឹងថាវាល្អឬក៏វាអាក្រក់បើសិនបើវាល្អយើងចាត់ទុកវាជាភាពជោគជ័យមួយសម្រាប់ខ្លួនឯងប៉ុន្តែបើវាអាក្រក់យើងអាចចាត់ទុកវាជាមេរៀនជាបទពិសោធន៍សម្រាប់ថ្ងៃក្រោយបានហើយអ្វីដែលពិសេសហ្នឹងនៅពេលដែលយើងត្រឡប់មកមើលមកវិញយើងនឹងមានមោទនភាពចំពោះខ្លួនឯងដែលយកឲ្យអាភាពភ័យខ្លាចទាំងអស់ហ្នឹងមកគ្រប់គ្រងជីវិតយើងបានទៀតខ្ញុំក៏គិតដូចលីតាដែរព្រោះអីនៅពេលដែលយើងចាប់ផ្ដើមធ្វើរឿងអ្វីមួយរឿងឲ្យតែការចាប់ផ្ដើមដំបូងនិងការឈានជើងចេញដំបូងហ្នឹងគឺមនុស្សភាគច្រើនគាត់មានការភ័យដោយសារគាត់អត់ធ្លាប់ធ្វើរឿងហ្នឹងពីមុនមកភ័យខ្លាចថាធ្វើរឿងហ្នឹងអត់បានល្អភ័យខ្លាចថាអ្នកផ្សេងអាចនឹងវិនិច្ឆ័យមកលើគាត់អាចថាភ័យថាជួបនឹងរឿងអ្វីដែលនៅពេលដែលមានឧបសគ្គមកចំពោះមកយើងទៅយើងអត់មាន solution អត់មានដំណោះស្រាយដែលយើងអាចរំពឹងទុកពីមុនបានប៉ុន្តែត្រូវចាំថាបើសិនជាយើងអត់ចាប់ផ្ដើមឥឡូវទេតើត្រូវទុកដល់ពេលណាទៀតពួកអីជាពិសេសនៅពេលដែលបច្ចុប្បន្នយើងឃើញស្រាប់ហើយថាឱកាសច្រើនមែនតើនៅក្នុងសង្គមយើងដូចជាការស្ម័គ្រចិត្តការធ្វើចូលរួមក្នុងសកម្មភាព event ក្នុង society ផ្សេងអញ្ចឹងបើសិនជាយើងអត់ចាប់ផ្ដើមពីឥឡូវទេយើងនឹងគ្មានថ្ងៃដែលយើងអាចអភិវឌ្ឍខ្លួនឯងទេដោយដែលមាន quote មួយគឺខ្ញុំធ្លាប់ឃើញដែលហើយវានៅក្នុងចិត្តខ្ញុំបន្តឥឡូវហ្នឹងគឺ do it scare បានន័យថាបើទោះបីជាយើងវាថាយើងមានអារម្មណ៍ថាយើងនៅស្ទាក់ស្ទើរធ្វើទៅពួកអីអ្នកទាំងអស់គ្នានឹងឃើញលទ្ធផលដែលអ្នកទាំងអស់គ្នាចង់បាននៅពេលក្រោយគឺ do it scare ហើយបើតាមខ្ញុំឃើញខ្ញុំគិតថាមនុស្សភាគច្រើនណាគាត់ពិបាកនៅក្នុងការបោះជំហានចេញពី comfort zone ហ្នឹងពួកអីពេលខ្លះ discomfort នៅពេលdiscomfort ហ្នឹងគឺជាកន្លែងដែលធ្វើឲ្យមានការផ្លាស់ប្ដូរកើតឡើងដូចជាលីតាធ្លាប់ចេញទៅធ្វើ volunteer ចឹងអីចឹងណាពេលពួកអីវាមិនមែនវាថាល្អទៅរហូតទេវាពេលខ្លះយើង uncomfortable ដែរប៉ុន្តែកន្លែងហ្នឹងហើយដែលជាកន្លែងដែលយើងផ្លាស់ប្ដូរកើតឡើងតែតាលីតាអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា discomfort ហ្នឹងគឺវានឹងនាំឲ្យមានការរីកចម្រើនដល់ខ្លួនឯងដែលលីតាអត់ធ្លាប់បំពឹងទុកពីមុនមកអត់អូខេអញ្ចឹងបើនិយាយពីរឿងផ្ទាល់ខ្លួនណាអាចចាប់ផ្ដើមពី my very first step ចំហៀនដំបូងរបស់ខ្ញុំមកដែលធ្វើឲ្យខ្ញុំមានថ្ងៃហ្នឹងអញ្ចឹង a little bit about me ខ្ញុំគឺជាមនុស្សដែលអត់ហ៊ានចេញទៅណាខ្លួនឯងអត់ហ៊ានទៅណានិយាយទៅណាអីត្រូវការអ្នកផ្ទះត្រូវការគ្រួសារហ្មងនិយាយការដែលនៅ high school ហ្នឹងខ្ញុំ focus ទៅលើការរៀនឯងអញ្ចឹងខ្ញុំហ៊ានធ្វើអីម្នាក់ឯងឯងប៉ុន្តែនៅពេលដែលខ្ញុំចូលឆ្នាំទី1ខ្ញុំក៏ប្រាប់ខ្លួនឯងថាខ្ញុំធ្វើអញ្ចឹងទីអត់ការទេខ្ញុំក៏បានទៅដាក់ពាក្យ volunteer ស្ម័គ្រចិត្តមកកន្លែងហើយកាលហ្នឹងខ្ញុំដាក់ទៅក៏ expect ថានឹងជាប់ដែរដោយសារយើងអត់ធ្លាប់មានបទពិសោធន៍អីពីមុនទេប៉ុន្តែហើយខ្ញុំចាំច្បាស់ថាevent ហ្នឹងខ្ញុំត្រូវងើបតាំងម៉ោង 5 ព្រឹកហ្មងហើយអ្នកផ្ទះខ្ញុំអីក៏គាត់ surprise ដែរដោយសារគាត់ដឹងថាយើងអត់ធ្លាប់ធ្វើអីចឹងពីមុនទេប៉ុន្តែ looking back ទៅវិញ volunteer ហ្នឹងដូចបើកផ្លូវឲ្យខ្ញុំចេះតែចង់ stay out comfort zone របស់ខ្ញុំបន្ថែមទៀតរហូតដល់ខ្ញុំមានថ្ងៃហ្នឹងចឹងខ្ញុំសប្បាយចិត្តមែនតើដែលការហ្នឹងខ្ញុំហ៊ានជំនះភាពភ័យខ្លាចរបស់ខ្ញុំទៅចូលរួមកម្មវិធីបែបហ្នឹងហើយខ្ញុំបានទទួលបាន experience ពីយ៉ាងច្រើនពីកម្មវិធីហ្នឹងដែលខ្ញុំយកពីខ្លួនឯងជាងមកខ្ញុំបានឃើញពី potential ពី skill ដែលខ្លួនឯងមានជាពិសេសហ្នឹងអាភាពក្លាហានក្នុងខ្លួនហ្នឹងយើងចាត់ទៅកើនឡើងរហូតដូចកាលមុនចឹងសំបីឡើងឆាកនិយាយជាសាធារណៈអីផ្សេងក៏ខ្ញុំអត់ហ៊ានដែរប៉ុន្តែឥឡូវវិញខ្ញុំបានធ្វើ MC ខ្ញុំបានធ្វើ guest speaker ហើយដូចថ្ងៃហ្នឹងចឹងខ្ញុំបានចូលរួម podcast ចែកម្លែកបទពិសោធន៍ទៀតចឹងខ្ញុំបានឃើញថាខ្លួនឯងទទួលបាន achievement ជាច្រើនបានឃើញពីការអភិវឌ្ឍខ្លួនឯង like even now ខ្ញុំបានការ
ងារធ្វើខ្ញុំបាន good opportunity មករកខ្ញុំដោយខ្លួនឯង like បាច់យើង ask for អីចឹងណាខ្ញុំ that's why ខ្ញុំពិតជាជឿជាក់ទៅលើការដែលយើងហ៊ានជំនះយើង start of comfort zone ហ្នឹងមែនតើ Wow បើតាមស្ដាប់មកតខ្ញុំមានអារម្មណ៍ថាខ្ញុំ proud ចំពោះលីតាមែនតើហើយបើស្ដាប់អ្វីដែលលីតានិយាយមកការចាក់ចេញពី comfort zone ហ្នឹងជួនកាលគឺវាអាចធ្វើឲ្យយើងស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ផងដែរហើយក៏មានឱកាសមួយចំនួននៅក្នុងការចាប់យកចំណេះដឹងចំណេះជំនាញផ្សេងៗដូចជាជំនាញរងថ្ងៃហ្នឹងដែលមានតម្រូវការហ្នឹងគឺជំនាញរឹងហើយនិងជំនាញទន់ប៉ុន្តែជំនាញរឹងគឺយើងរៀននៅសាលាបានហើយប៉ុន្តែការ volunteer ការស្ម័គ្រចិត្តជួយ event ផ្សេងៗហ្នឹងគឺវានឹងផ្ដល់ជំនាញទន់ជាច្រើនជាពិសេសគឺជំនាញតាក់ទងជាមួយនឹងមនុស្សផ្សេងៗទៀតនឹងតែម្ដងហើយដែលយើងដឹងស្រាប់ហើយថាការងារស្ម័គ្រចិត្តឬក៏ការងារ event នៅក្នុងសង្គមផ្សេងៗគឺតម្រូវឲ្យមានការ planning មានការរៀបចំដោយស្វះស្វែងមុននឹងចេញបានជាកម្មវិធីដ៏ល្អមួយដ៏ perfect មួយព្រមទាំងមានមុខងារជាច្រើនដែលខ្ញុំគិតថាកម្មវិធី volunteer ទាំងអស់គឺសុទ្ធតែមាន recruit ជា core member ឬក៏ជា volunteer ធម្មតាហើយនៅពេលដែលយើងមានការចូលរួមបំពេញជាមុខងារដូចជាផ្នែករដ្ឋបាលផ្នែកទំនាក់ទំនងសាធារណៈផ្នែកហិរញ្ញវត្ថុផ្នែកភស្តុភារអីក៏បានដែរដែលមុខងារទាំងអស់ហ្នឹងគឺសុទ្ធសឹងតែអាចជាគ្រឹះដែលអាចជួយអ្នកទាំងអស់គ្នានៅក្នុងការអភិវឌ្ឍខ្លួននៅពេលក្រោយទៀតហើយដូចខ្ញុំចឹងខ្ញុំក៏ធ្លាប់សាក volunteer ធ្វើជា MC ដែរប៉ុន្តែបើសិនជាប្រាប់ទៅខ្ញុំការដែលខ្ញុំអាយុ15ឆ្នាំឬក៏14ឆ្នាំវិញណាគឺប្រកាសជាការហ្នឹងគឺខ្ញុំអត់ជឿខ្ញុំឥឡូវហ្នឹងឯងដែលខ្ញុំថាខ្ញុំ volunteer ធ្វើ MC ចឹងព្រោះកាលមុនគឺខ្ញុំឡើងឆាកគឺខ្ញុំមានការញ័រជើងមែនតើរហូតដល់តែឡើងឆាកគឺញ័រជើងហ្មងហើយចំពោះអ្នកស្ដាប់ដែលគាត់ដែលកំពុងនៅក្នុងបបរឥឡូវហ្នឹងតើលីតាយល់ថាមានសកម្មភាពតូចៗមួយចំនួនអីអត់ដែលលីតាអាចគិតថាពួកគាត់អាចនឹងចាប់ផ្ដើមធ្វើវាដើម្បីឈានទៅរកការ uncomfortable ប៉ុន្តែអាចនឹងផ្ដល់ផលឲ្យពួកគាត់នាពេលក្រោយទៀតខ្ញុំគិតថាយើងអាចចាប់តាមពីសកម្មភាពតូចប៉ុន្តែ intentional like ជាអត្តពលមកដល់យើងដែរដូចយើងមិនបាច់ទៅធ្វើអីធំពេកទេអាចសាកល្បងធ្វើអ្វីដែលធ្វើយើងហ្នឹងមានអារម្មណ៍ slightly uncomfortable ដូចយើងទៅជួបមួយមនុស្សថ្មីយើងចូលរួមការងារស្ម័គ្រចិត្តដូចពួកវិញនិយាយឬក៏យើងទៅធ្វើការងារណាដែលយើងអាចធ្លាប់ធ្វើពីមុនណា like ពេលខ្លះវាមិនមែនទំហំការងារដែល matter ប៉ុន្តែវា mindset behind វាវិញដូចហើយសំខាន់ជាងគេហ្នឹងគឺ consistency like ភាពថិតថេរដោយសារនៅពេលដែលយើងចាប់ដើមចូលធ្វើអស់ហ្នឹងយើងនឹង realize ថា uncomfortable មិនមានន័យថា impossible ទេពេលហ្នឹងហើយដែលយើងមាន growth បានកាត់ឡើងហើយយើងនឹង start ជឿជាក់លើខ្លួនឯងជាងមុនហើយរឿងដែលយើងខ្លាចហ្នឹងនឹង become something ដែលយើងអាចធ្វើវា naturally ហ្មងអ្នកនរគ្នាលើក៏និយាយមែនអត់ថាការចាប់ផ្ដើមចេញពី comfort zone ហ្នឹងគឺចាប់ផ្ដើមចេញពីសកម្មភាពតូចដែលយើងគិតថាយើងអាចធ្វើបានរបៀបថាជួនកាលតូចហ្នឹងបើសិនជាអ្នកនរគ្នាអត់ជឿជាក់លើខ្លួនឯងក៏គិតថាអាចធ្វើបានដែរប៉ុន្តែជឿខ្ញុំមើលសកម្មភាពតូចហ្នឹងឈានចេញទៅហើយសកម្មភាពទាំងអស់ហ្នឹងគឺនឹងកែប្រែអ្នកនរគ្នាបន្តិចម្ដងជួនកាលមើលសឹងតែអត់ឃើញទេហើយចុងក្រោយខ្ញុំចង់ស្ដាប់គំនិតលីតាថាអំពីរឿង comfort zone ហ្នឹងតើមានដំបូងមានអីមួយដែលលីតាគិតថាអាចផ្ដល់ទៅនរណាម្នាក់ដែលគាត់គិតថាកំពុងតែខ្ញុំចង់ចេញពី comfort zone ឥឡូវហ្នឹងពួកខ្ញុំមានអារម្មណ៍ថាខ្ញុំចង់សាកអ្វីដែលថ្មីចង់ដឹងបទពិសោធន៍ថ្មីចឹងដែលឥឡូវហ្នឹងគឺគាត់កំពុងតែជាប់គាំងទាំងស្រុងនៅក្នុង comfort zone របស់គាត់ហើយមានភាពភ័យខ្លាចនៅក្នុងការបោះជំហានហ្នឹងតើលីតាមានដំបូងមានអីអត់ខ្ញុំគិតថាដំបូងហ្នឹង like កុំឲ្យគាត់ហ្នឹងចាំរហូតដល់ពេលដែលគាត់មានអារម្មណ៍ថា ready ដោយសារមែនតើទៅអត់មានណាគេ ready រួចរាល់ 100% ក្នុងការធ្វើអ្វីមួយទេ like គាត់ become ready ណាដោយសារតែគាត់ចាប់ផ្ដើមគាត់ហ៊ានសាកល្បងគាត់ហ៊ានដើរទៅមុខ like ជាក់ស្ដែងទៅភាពភ័យខ្លាចទាំងអស់វាមិនមែនបាត់ទៅភ្លាមទេវាត្រូវការពេលវេលាប៉ុន្តែយើងចេះហ៊ានដើរទៅទន្ទឹមជាមួយវាហើយត្រូវចាំថាមនុស្សណាក៏មាន comfort zone របស់ខ្លួនឯងដែរមិនថាអ្នកដែលយើងមើលទៅគាត់បកាគាត់ឆ្លាតគាត់ confident ប៉ុណ្ណាក៏គាត់នៅតែមាន comfort zone ដែរគ្រាន់តែភាពខុសគ្នាហ្នឹង comfort zone របស់គាត់ហ្នឹងគាត់បានឆ្លងកាត់វាហើយប៉ុន្តែយើងសម្រាប់អ្នកថ្មីវិញ it's okay ដែលដំបូងយើងមានអារម្មណ៍ថារៀងពិបាករៀងប្លែកចិត្តរៀង nervous រៀងអីចឹងទៅប៉ុន្តែយើងអាចចាប់ផ្ដើមម្ដងបន្តិច like យើងមិនបាច់ទៅហក់លោតដូចគេ just take one step ដើរម្ដងបន្តិចហ្នឹងទៅហើយយើងនឹងឃើញថាពេលខ្លះភាពភ័យខ្លាចរបស់យើងដូចខ្លាចបរាជ័យខ្លាចគេ judge អីផ្សេងហ្នឹងណា
ពេលខ្លះវាមើលទៅអត់ធំដូចយើងគិតទេអញ្ចឹងយើងអាច take the step ហើយយើងអាចនឹង surprise ខ្លួនឯងជាមួយនឹងអ្វីដែលយើងអាចធ្វើបាននៅថ្ងៃអនាគតថែមទៀតអូ វ៉ាវខ្ញុំគិតថាបទពិសោធន៍របស់លីតាដែលបានចែកម្លែកមកទាំងម៉ានហ្នឹងគឺសុទ្ធតែមានអត្ថប្រយោជន៍មែនទែនដល់អ្នកស្ដាប់របស់យើងហើយអរគុណលីតាផងដែរដែលបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុង podcast episode Living the Bubble Why Comfort Zone is Not That Uncomfortable ហើយអ្នកទាំងអស់គ្នាត្រូវចាំថាអភិវឌ្ឍខ្លួនឯងឲ្យបានល្អវាមិនបានមកដោយងាយស្រួលដោយយើងនៅតែកន្លែងសុខស្រួលហើយយើងបានវាមកឲ្យវាកើតឡើងលុះត្រាតែអ្នកទាំងអស់គ្នាហ៊ានប្រឈមមុខនឹងការដួលការបត់បែនផ្សេងៗក៏ដូចជាការចាប់ផ្ដើមឡើងវិញគឺត្រូវងើបបើយើងដួលយើងងើបចាប់ផ្ដើមឡើងវិញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះជំរុញខ្លួនឯងឲ្យកាន់តែឲ្យកាន់តែខ្លាំងវាថាដំបូងជំរុញតិចតិចបានតែប៉ុន្តែយូរទៅជំរុញឲ្យកាន់តែខ្លាំងមកនៅពេលដែលយើងមាន confidence នៅក្នុងខ្លួនឯងហើយtry to វាថា see the world around us try to explore ឱកាសដែល the world can offer to us អញ្ចឹងជួបគ្នានៅ episode ក្រោយ Thank you everyone Thank you, Koi, for sponsoring this episode.